ពីបានឃើញព័ត៌មានជាច្រើនពីការបាក់សុតអាគារចុះមកខាងក្រោមប្រជាជនឆៅឡៅពេញទីក្រុងនេះខ្ញុំជឿថាអ្នកទាំងអស់គ្នាក៏ទទួលបានអារម្មណ៍ដូចនឹងខ្ញុំអញ្ចឹងមួយដែលតក់ស្លុតភ័យព្រួយហើយក៏មានការសោកស្ដាយយ៉ាងខ្លាំងហើយនេះខ្ញុំនឹងសង្ខេបស្ដីពីព័ត៌មាននៃការរញ្ជួយដីមួយនេះរញ្ជួយដីនេះជារញ្ជួយដី 7.7 វ៉ិចតឺនៅប្រទេសភូមាប៉ះពាល់ដល់ទីក្រុងបាងកកប្រទេសថៃក្រុងហាណូយនិងទីក្រុងសៃហ្គនប្រទេសវៀតណាមលើកលែងតែប្រទេសកម្ពុជារបស់យើងក៏បានដឹងដែរថាមានពលកររបស់យើងបានទៅធ្វើការនៅប្រទេសថៃច្រើនគួរសមដែរដូចជាក់ស្ដែងយើងអត់ទាន់បានដឹងថាបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងដែលរស់នៅប្រទេសថៃនោះមានចំនួនប្រមាណអ្នកដែលបានរងគ្រោះដោយសាររញ្ជួយដីនោះទេបងប្អូនប្រជាពលរដ្ឋដែលរស់នៅខេត្តប្រទេសជិតខាងរបស់យើងក៏ដូចជាអ្នកដែលធ្វើការនៅអគារខ្ពស់ៗគាត់និយាយថាមានផលប៉ះពាល់បន្តិចបន្តួចដែរមានការរង្គើឬមួយក៏ញ័ររបៀបថាដូចគាត់វិលមុខអីតិចតួចដែរប៉ុន្តែជាក់ស្ដែងអត់មានផលប៉ះពាល់អីធ្ងន់ធ្ងរនោះទេបីជាប្រទេសជិតខាងរបស់យើងថៃវៀតណាមឬមួយក៏ឡាវមានគ្រោះរញ្ជួយដីក៏ពិតមែនប៉ុន្តែអត់មានរងឥទ្ធិពលអីធ្ងន់ធ្ងរមកដល់ប្រទេសកម្ពុជារបស់យើងនោះទេយ៉ាងណាយើងគួរតែតាមដានជាក់ស្ដែងទៅលើព្រឹត្តិការណ៍មួយនេះបន្ថែមទៀតពីព្រោះថានៅមានអីអាប់ដេតបន្តទៀតគឺថាប្រទេសកម្ពុជារបស់យើងនឹងបានសុខសាន្តទាំងអស់គ្នាជាពិសេសបងប្អូនក៏គួរតែបង្កើនការប្រុងប្រយ័ត្នផងដែរដែលចង់បញ្ជាក់បន្ថែមនេះមិនមែនជាលើកទី1ដែលកើតមានបញ្ហាគ្រោះរញ្ជួយដីនេះទេពីឆ្នាំ2004នោះគឺជារលកយក្សស៊ូណាមីមួយដ៏ធំខ្លាំងមែនទែនផ្នែកខេត្តចំនួន6របស់ប្រទេសថៃត្រូវបានបំផ្លិចបំផ្លាញទាំងស្រុងរួមទាំងតំបន់ទេសចរណ៍ល្បីៗរួមទាំងខេត្តឡាក់ផងដែរប្រទេស3ដែលរងឥទ្ធិពលគ្រោះជួយដីច្រើនជាងគេបំផុតនៅលើពិភពលោកគឺប្រទេសចិនឥណ្ឌូនេស៊ីហើយនិងប្រទេសអ៊ីរ៉ង់អ្វីដែលខ្ញុំចង់សំណូមពរបន្ថែមដល់អ្នកទាំងអស់គ្នាកុំទៅបង្អាប់ពូជសាសនាឬមួយក៏អ្នកទាំងអស់គ្នាចូលរួមសប្បាយនៅពេលដែលប្រទេសជិតខាងគាត់កំពុងតែកើតទុក្ខខណៈដែលប្រទេសរបស់យើងមិនទាន់ជឿជាក់ 100% ថារួចខ្លួននៅឡើយតែករណីរញ្ជួយដីនេះអាចនឹងបន្តរហូតដល់ដើមខែមេសានៅក្នុងទ្វីបអាស៊ីរបស់យើងដូច្នេះយើងមានតែចាំមើលការអាប់ដេត5 ទៅ 7 ថ្ងៃបន្តទៅមុខទៀតចាអរគុណជម្រាបលា